សួស្តីបងប្អូនថ្ងៃហ្នឹងកូនស្រីពៅចង់ញ៉ាំសម្លនំបញ្ចុកស្នាដៃប៉ាប៉ាអញ្ចឹងធ្វើឲ្យគាត់ញ៉ាំនៅថ្ងៃអាទិត្យហើយគ្រឿងយើងដូចជាអត់មានអីច្រើនទេមានតែត្រីគ្រឿងបុកហើយនឹងខ្ទិះកុំភ្លេចណាប្រហុកស្នាដៃអ្នកម៉ែហើយក្នុងដែរងាយដោយតែមើលនៅក្នុងវីដេអូហ្នឹងទៅទី1ស្ងោរត្រីឲ្យឆ្អិនហើយយើងយកមកបុកជាមួយគ្រឿងហើយធ្វើទឹកប្រហុកតបមកយើងដាំទឹកយើងស្ងោរត្រីហ្នឹងចាក់ទឹកប្រហុកចូលចាក់អីទៅយើងយកអាត្រីដែលយើងបុកហ្នឹងយើងដាក់ចូលទៅក្នុងទឹកដែលកំពុងពុះហ្នឹងតបមកចាំយើងដាក់ស្ករត្នោតខ្ញុំប្រើស្ករត្នោតប៊ីចេងទឹកត្រីបន្តិចទៅហើយយើងទុកឲ្យវាមកពុះហើយចាំយើងភ្លក់មើលតើរសជាតិវាមិនដែរតបមកពេលវាពុះហើយចាំយើងចាក់ខ្ទិះចុងចូលទៅហើយយើងឲ្យអ្នកភ្លក់នេះមើលអ្នកភ្លក់គាត់ថាខ្វះប្រហុកទៀតមើលមាត់គាត់ថាឆ្ងាញ់ហើយប៉ុន្តែនៅខ្វះប្រហុកអញ្ចឹងខ្ញុំក៏ថែមទឹកត្រីហើយនឹងកូរទឹកប្រហុកដាំទឹកប្រហុកយកទឹកប្រហុកហ្នឹងគឺប្រហុកស្នាដៃអ្នកម៉ែដែលផ្ញើមកពីស្រុកនេះឃើញទាំងកឡតបមកខ្ញុំដាក់បន្តិចគាត់ថាដូចជាភ្លក់មើលទៅឌីស្ទ័រក៏ថែមរហូតដល់ទៅអស់ត្មងហើយដល់ពេលដាក់ទាំងអស់ទៅបានមានអារម្មណ៍ថាឈ្ងុយឆ្ងាញ់អញ្ចឹងនេះវីដេអូនេះភ្លេចដាក់ថតអាខ្ទិះដើមចូលលើដាក់អាកថងបន្ទាប់មកយើងរៀបបន្លែរៀបអីទៅចេញជាមុខម្ហូបមួយមុខដែលកូនស្រីពៅញ៉ាំពេលដែលគាត់ញ៉ាំហើយគាត់ថាឆ្ងាញ់ណាស់គាត់ថាឆ្ងាញ់ណាស់អរគុណលោកតា